បាទលើមកទិញក្រែមបាទស្ដៅពេកអញ្ចឹងមាន6ចូលទិញក្រែមបាទនៅនេះចិត្តប្រាសាទលៀនជលដំរីនេះចាំមើលខ្ញុំយកអពសមើលសាក់ក្រែមគាត់ឆ្ងាញ់អត់នេះបាទអត់ឆ្ងាញ់អត់លុយបាទបាទអ្នកលក់ក្រែមថាបើអត់ឆ្ងាញ់គាត់អត់យកលុយទេបាទម្ដង2000អស់6បីដែរអរគុណចង់ញ៉ាំក្រែមតែបាទចង់ញ៉ាំក្រែមនៅសៀមរាបបាទបងប្អូនឥឡូវខ្ញុំមកដើរលេងនៅប្រាសាទគេហៅពលានចូលដំរីបាទនៅនេះពលានចូលដំរីនេះបាទនិយាយទៅមកសៀមរាបច្រើនដងបងប្អូនតែបានឡើងមកកន្លែងនេះសោះបាទនេះជាទស្សនវិជ្ជានៅប្រាសាទពលានចូលដំរីបងប្អូនស្អាតខ្លាំងមែនទែនបាទនេះខែនេះខែភ្លៀងផងបាទអញ្ចឹងយើងមកគឺស្អាតខ្លាំងបាទថ្ងៃហ្នឹងគឺនាំបងប្អូនបាទសិស្សថ្នាក់ទី12មកពីខាងខេត្តពោធិ៍សាត់បាទនេះគាត់មកលេងបាទនេះបាទនេះបងប្អូនសិស្សថ្នាក់ទី12បងប្អូននេះបាទគាត់សិស្សថ្នាក់ទី12ដែរនេះបាទទឹកប្រឡងហើយបាទគាត់ហើយបងថ្ងៃហ្នឹងមកលេងសៀមរាបមានអារម្មណ៍មិនដែរសុបាយរីករាយបងហើយនេះជាលើកទីម៉ានហើយមកលេងនៅសៀមរាបនេះលើកទី5ហើយលើកទី5ហើយហើយនៅកន្លែងនេះគេហៅអីគេដែរប្រាសាទអីតែបាយ័នសត្វបាយ័នអូបងប្អូននេះគេហៅបាយ័ននេះជាទស្សនវិជ្ជានៅពលានជលដំរីបងប្អូនបាទប្រាសាទខាងនេះខែភ្លៀងផងអញ្ចឹងពេលយើងមើលទៅឃើញបាទស្មៅអីក៏បៃតងយីទៅបៃតងនៅជុំវិញតែម្ដងស្អាតខ្លាំងណាបងប្អូននេះអញ្ចឹងខែភ្លៀងនេះពេលយើងមកលេងនៅសៀមរាបនេះកន្លែងណាក៏ស្អាតដែរនេះបាទបងប្អូននោះគឺជាប្រាសាទនាង12បាទនៅទល់មុខហ្នឹងពលានជលដំរីហ្នឹងពេលយើងមើលពីលើចេះទៅឃើញស្អាតដោយសារតែកន្លែងពលានជលដំរីនេះវារាងខ្ពស់បាទយើងមើលទៅខាងក្រោមទៅស្អាតជាពិសេសហ្នឹងនោះមានស្មៅខែនេះរដូវកាលបៃតងអញ្ចឹងនៅពេលដែលយើងមកសៀមរាបកន្លែងណាក៏បៃតងកន្លែងណាក៏ស្អាតដែរបាទឥឡូវនេះផ្លូវនេះគឺយើងដើរទៅត្រង់គឺយើងនឹងទៅដល់គេថាប្រាសាទបាពួនបាទអញ្ចឹងនៅពេលដែលយើងចូលមកតាមពលានជលដំរីនេះយើងមិនបាច់ថយក្រោយវិញទេយើងដើរទៅមុខទៅគឺយើងបានទៅដល់ប្រាសាទបាពួនបាទបងប្អូនស្អាតខ្លាំងណាស់នេះមានតែមើលថាស្អាតខ្លាំងមែនតើបងប្អូនគឺជាទស្សនវិជ្ជានៅមុខប្រាសាទបាពួនអូបាទនេះនៅមុខប្រាសាទបាពួនអូមានអារម្មណ៍ថាមកសៀមរាបកន្លែងណាក៏មានគេហៅថាម៉ាឆាដែរបងប្អូននោះគឺជាប្រាសាទបាពួនបាទអញ្ចឹងដើម្បីទៅដល់ហ្នឹងនេះគេមានផ្លូវគេដើរទៅលើនេះបងប្អូនស្អាតណាប្រាសាទបាពួនបាទហើយពេលកាមេរ៉ាមកដល់ចាំតម្លាក់ដៃចុះឡើងអូខេខ្ញុំត្រូវឲ្យបងគ្រូថាខ្ញុំត្រូវឲ្យរងថាខ្ញុំថាមីខាងនេះមកវិញក្មេងៗនាំគ្នាថតធ្វើ style អីចឹងណាបងប្អូន style នៅក្រោមប្រាសាទក្រោមសបាយមួម៉ាសបាយមួម៉ាទៅត្រង់នេះចាវិញនេះអូខេបងប្អូននេះគឺចរាផ្លូវឡើងទៅខាងប្រាសាទបាពួនអីយ៉ាត់ច្រំដូចខាងមុនមកយកឡើងវាយឆាប់បាទថ្ងៃនេះមករៀនពេលថ្ងៃអញ្ចឹងរៀនក្តៅទៅបងប្អូនបាទឡើងទៅប្រាសាទបាពួនបាទរៀនខ្ពស់ដែរបាទឥឡូវនិយាយទៅប្រាសាទបាពួននេះធំមែនទែនបងបើសិនជាយើងមើលមកពីក្រៅអត់ដឹងថាធំទេពេលយើងដើរចូលមកក្នុងអញ្ចឹងធំបាពួនបាទនេះគឺថាប្រាសាទបាពួនធំបងប្អូននេះហើយស្អាតហ្នឹងបងប្អូននេះប្រាសាទស្អាតបាទនេះបងប្អូនស្អាតណាប្រាសាទបាពួននិយាយទៅអ្នកខ្លះគាត់មកគាត់តែងតែរំលងប្រាសាទនេះគាត់មើលតែពីខាងក្រៅតែបើយើងដើរមកខាងក្នុងគឺយើងឃើញថាស្អាតមែនទែនបាទប្រាសាទនេះបាទនេះប្រាសាទបាពួនយើងមើលពីក្រៅទៅបាទនេះរូបព្រះអង្គបាទបងប្អូនស្អាតខ្លាំងបាទធំស្អាត
Hai.